ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំនឹងចេញមុខធ្វើជាសាក្សីចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃដែលនឹងត្រូវចុះហត្ថលេខានៅចុងខែតុលាឆ្នាំ2025ក្នុងអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរនេះបើយោងទៅតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកម៉ូហាម៉ាត់ហាសាននឹងត្រូវស្រង់ផ្សាយដោយ Reuters នៅថ្ងៃទី14ខែតុលាឆ្នាំនេះលោកម៉ូហាម៉ាត់ហាសានប្រាប់ថាបទឈប់បាញ់រវាងកម្ពុជាថៃដែលត្រូវចុះហត្ថលេខាក្រោមអធិបតីរបស់លោក ត្រាំត្រូវបានដាក់ឈ្មោះថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួរជាកិច្ចព្រមព្រៀងដែលនឹងធានាសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរក៏ប៉ុន្តែទីក្រុង Washington មិនទាន់ចេញការបញ្ជាក់ជាផ្លូវការនៅឡើយទេទោះយ៉ាងណាយោងតាមកាសែត Politico របស់អាមេរិកលោក ត្រាំនឹងចូលរួមកិច្ចប្រជុំនេះតែសេតវិមានដាក់លក្ខខណ្ឌមិនឲ្យចិនចូលរួមនៅក្នុងពិធីចុះហត្ថលេខាទេរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកម៉ូហាម៉ាត់ហាសានមិនទាន់បានបញ្ជាក់ពីវត្តមានរបស់ចិននៅឡើយកម្ពុជាមិនទាន់មានការឆ្លើយតបជាសាធារណៈចំពោះការរៀបចំនេះនៅឡើយទេចំណែកថៃវិញលោកអនុទានជានាយករដ្ឋមន្ត្រីបានដាក់លក្ខខណ្ឌឲ្យត្រាំទទួលស្គាល់ថាថៃជាជនរងគ្រោះក្នុងសង្គ្រាម5ថ្ងៃជាមុនសិនហើយត្រូវធានាថាកម្ពុជាដកទ័ពចេញពីព្រំដែនជំនះប្រជាជនចេញពីទីដែលថៃទាមទារថាជាទឹកដីរបស់ខ្លួនត្រូវដោះមីននិងបង្ក្រាបបទល្មើសឆ្លងដែនជាលក្ខខណ្ឌដែលមិនបានបញ្ចូលវាសនារបស់ទាហានកម្ពុជា18នាក់ដែលថៃបន្តឃុំឃាំងខ្ញុំរស់សុធាពី News Today NTTV Gen Irrigation ឯកទេសដំឡើងប្រព័ន្ធស្រោចស្រពទំនើបសម្រាប់ដំណាំនិងសួនច្បារ